Ok នេះជាវីដេអូទី2ហើយជាថ្ងៃទី5នៃការធ្វើ challenge របស់ខ្ញុំ Sorry មិនរយៈពេល5ថ្ងៃទេក្នុងវីដេអូហ្នឹងខ្ញុំធ្វើថ្ងៃទី25រហូតដល់ថ្ងៃទី28អញ្ចឹងខ្ញុំប្រើរយៈពេលអស់3ថ្ងៃគិតចាប់ពីថ្ងៃទី22មកវាមានរយៈពេល7ថ្ងៃហើយអញ្ចឹងសម្រាប់ថ្ងៃនេះដែរខ្ញុំនឹងទៅធ្វើនៅហាងកាហ្វេខ្ញុំអត់បានទៅផ្ទះទេទៅធ្វើនៅហាងកាហ្វេហ្មងអញ្ចឹងតែជាខ្ញុំអត់សូវបានថតសកម្មភាពច្រើនទេនៅថ្ងៃនេះដោយសារតែយើងរៀងអៀនយើងអត់បានទៀងថតបានទេអូខេអញ្ចឹងទៅជួបគ្នានៅហាងកាហ្វេអញ្ចឹងដល់ពេលដែលខ្ញុំមកដល់ហាងកាហ្វេខ្ញុំចាប់ផ្ដើមធ្វើតាមដំណាក់កាលពីរបៀបធ្វើដោយដែលខ្ញុំប្រាប់ពីវីដេអូទី1អញ្ចឹងគឺខ្ញុំចាប់ផ្ដើមធ្វើ voice audio សិនដូចជាបកប្រែនិងប្រើប្រាស់ AI ដើម្បីជំនួយក្នុងការ generate ពី audio ទៅជាខ្មែរ text សម្រាប់តួអង្គនិយាយខ្ញុំចំណាយពេលជិត3ម៉ោងសម្រាប់ធ្វើតែ audio ទេដោយសារវគ្គនេះរៀនពិបាកបន្តិចដោយសារតែតួអង្គនិយាយមករបៀបថានិយាយដំណើរគ្នាអីហ៎អញ្ចឹងតែខ្ញុំពិបាកគឺត្រូវលំអិតខ្លាំងមែនតើណាមួយពេលដែល generate តែសម្លេងចេញមកអត់ដូចយើងចង់បានទៀតថ្ងៃហ្នឹងខ្ញុំឡើង stress ហ្មងអញ្ចឹងថ្ងៃនេះខ្ញុំសេតមែនតើដោយសារប្រាប់ពេលដល់ទៅ3ម៉ោងហើយតែធ្វើបានតែ voice audio ណាមួយដោយសារពេលនេះក្នុងហាងមានមនុស្សច្រើនជាពិសេសសិស្សសាលាដោយសារខ្ញុំចូលហាងការ៉េម្ដងអញ្ចឹងទៅពេលដល់ម៉ោងសិស្សចេញពួកគាត់មកញ៉ាំអីនៅនឹងធ្វើឲ្យ Wi-Fi slow ខ្ញុំធ្វើអត់កើតទេក៏សម្រាប់ចិត្តថាជប់សិនមកសម្រាប់ព្រោះធ្វើការហត់ពេញមួយយប់ហើយអញ្ចឹងថ្ងៃនេះជាថ្ងៃទី7នៃការធ្វើ challenge របស់ខ្ញុំថ្ងៃនេះថ្ងៃទី28ហើយខ្ញុំខានបានធ្វើតាំងពីថ្ងៃទី25អញ្ចឹងអត់បានធ្វើរយៈពេល3ថ្ងៃទេដោយសារតែខ្ញុំមួយគេអញ្ចឹងអត់ការងារច្រើនដែរចឹងដោយសារតែតាំងពីថ្ងៃទី25ហ្នឹងខ្ញុំធ្វើអូយ៉ូវាហើយអញ្ចឹងថ្ងៃនេះខ្ញុំកាត់តយកហ្មងប្រហែលជាខ្ញុំធ្វើឲ្យជាបើយ៉ាងយូរប្រហែលជា2ម៉ោងអញ្ចឹងតោះទៅអស់គ្នាអញ្ចឹងវីដេអូខ្ញុំធ្វើហើយសម្រាប់អ្នកដែលមានបំណងចង់ធ្វើអាចមើលលេងបានថាវាស្រួលធ្វើឬក៏អត់អញ្ចឹងបន្ទាប់មកគឺខ្ញុំចាប់ផ្ដើម post ដូចជាការដាក់វីដេអូ cover title hashtag ដើម្បីឲ្យវាមើលមកមានភាពតាក់ទាញនិង episode និង part គឺខ្ញុំត្រូវដាក់វាឲ្យបានច្បាស់ដើម្បីឲ្យអ្នកតាមដានស្រួលមើលជាពិសេសវគ្គនេះខ្ញុំដាក់ដល់ទៅ4នាទីមិនដឹងជាវាជាប់ copyright ឬអត់ទេតែលើកនេះសង្ឃឹមថាអត់ជាប់ចោះព្រោះខ្ញុំកែដូចជាពណ៌ល្បឿនវាខុសពីរឿងដើមរបស់វាច្រើនគួរសមដែរណាមួយដើម្បីឲ្យអ្នកមើលបានមើលរៀងវែងបន្តិចផងម្ដងនេះខ្ញុំសាកដាក់ម៉ោង schedule post វាឲ្យបានត្រឹមត្រូវអញ្ចឹងលើកនេះដោយសារខ្ញុំធ្វើឲ្យប្រហែលជាពេលថ្ងៃអញ្ចឹងខ្ញុំដាក់វានៅម៉ោង6ល្ងាចព្រោះម៉ោងហ្នឹងមានអ្នកសម្រាប់ច្រើនកុំឲ្យដូចលើកមុនហើយម៉ោងណា post ម៉ោងហ្នឹងពេលខ្លះ2 3យប់អីក៏មានដែរអូខេអញ្ចឹងសម្រាប់ blog video ទី2របស់ខ្ញុំនេះខ្ញុំសូម skip ត្រឹមហ្នឹងសិនហើយចំពោះ result ខ្ញុំនឹងទៅប្រាប់នៅវីដេអូទី3ម្ដងទៀតអូខេបាយបាយ